ប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងវីដេអូថ្មីវីដេអូថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបធ្វើ VPN free អញ្ចឹងណាអញ្ចឹងចូលមកក្នុងកម្មវិធីហ្នឹងមក website អញ្ចឹងណាហើយទៅការអស់ទៅក្រោមដើម្បីរកពាក្យឈ្មោះថា Vagat អញ្ចឹងណាពុកម៉ែបងប្អូនហើយយើងចុច close មកកុំឲ្យមានប្រតិកម្មហើយបន្ទាប់មកពុកម៉ែបងប្អូនចង់ download នៅលើ Windows ក៏បាន Android ក៏បានដែរអញ្ចឹងបន្ទាប់មកយើងធ្វើការជ្រើសរើសប្រទេសណាដែលយើងចង់បានយើងជ្រើសរើសប្រទេសហ្នឹងទៅហើយខ្ញុំភាគច្រើនខ្ញុំយកអាមេរិកដើម្បីទៅកាន់ page ឬក៏យើងទុកទទួល page ចាស់ណានេះសម្រាប់ពុកម៉ែបងប្អូនយកទៅបង្កើត Facebook USA ចឹងទៅហើយប្រទេសយើងជ្រើសរើសប្រទេសណាក៏បានដែរហើយវាមានថ្ងៃរបស់វាអញ្ចឹងទៅណាហើយខ្ញុំភាគច្រើនខ្ញុំយក7ថ្ងៃនេះដើម្បីបង្កើតមួយ Facebook អីចឹងទៅហើយយើងធ្វើការជ្រើសរើសប្រទេសណាក៏បានដែរតែពុកម៉ែបងប្អូនឆ្លាញ់បន្ទាប់មកយើងធ្វើការចុចប្រទេសមួយដើម្បីរើសដើម្បីយកវាអញ្ចឹងណាអូខេបន្ទាប់មកយើងយកប្រទេសLos Angeles នេះមកហើយយើងធ្វើការចុចទៅក្រោមអីចឹងណាពុកម៉ែបងប្អូនហើយយើងធ្វើការអស់ទៅក្រោមអានេះវា slow បន្តិចចឹងណាពុកម៉ែបងប្អូនវាអ៊ីនធឺណិត slow អីចឹងទៅវាអត់ទាន់ដើរចូលទៅពេញអូខេបន្ទាប់មកវាដើរហើយកន្លែងនេះយើងដាក់ឈ្មោះមិនក៏បានដែរទៅពុកម៉ែបងប្អូនឆ្លាញ់ដាក់តាមហ្នឹងទៅអញ្ចឹងណាហើយបន្ទាប់មកយើងធ្វើការចុចឈ្មោះទៅដាក់តាមខ្ញុំក៏បានដាក់តាមពុកម៉ែបងប្អូនក៏បានដែរអញ្ចឹងទៅអូខេយើងដាក់ចឹងហើយបន្ទាប់មកយើងចុចគ្រីកន្លែងនេះដើម្បីវាមិនប្រកាសថាយើងជា robot ជាប្រយោជន៍អីចឹងណាតែយើងជាមនុស្សអូខេបន្ទាប់មកយើងចុចអាខាងក្រោមពណ៌ខៀវហ្នឹងមកកន្លែងខ្ញុំគូសម្រាមដែរអញ្ចឹងណាពុកម៉ែបងប្អូនចាំមើលវា slow បន្តិចចឹងណាឥឡូវយើងចាប់ដើមចាំមើលតាមតិចទៀតឥឡូវវាកំពុង slow យើងធ្វើការចុចកន្លែងហ្នឹងទៅពុកម៉ែបងប្អូនហើយបន្ទាប់មកវាធ្វើការវិលអីចឹងយើងចាំមើលខាងនេះដើម្បីឲ្យវាបានយកមកប្រើអញ្ចឹងណាអូខេចឹងរងចាំវាបន្តិចទៅហើយខ្ញុំអត់មានកាត់តអីចឹងទេបាទបន្ទាប់មកវាបានហើយបន្ទាប់មកយើងធ្វើការវាបានអញ្ចឹងពុកម៉ែបងប្អូនអាច download បានហើយអាច scan QR ហ្នឹងក៏បានដែរអញ្ចឹងណាបើយើងដាក់លើទូរស័ព្ទយើង scan QR ទៅយើងវាយទៅឈ្មោះទៅបានហើយខ្ញុំធ្វើការ download ហើយដាក់លើកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងណាហើយបន្ទាប់មកយើងទៅបើក Vagat ទាំងអស់គ្នាអូខេអញ្ចឹងណាហើយយើងធ្វើការលុបអាចាស់ចេញដោយសារអាចាស់វាលេចដើរអញ្ចឹងណាយើងធ្វើការដាក់ថ្មីចូលអញ្ចឹងឲ្យពុកម៉ែបងប្អូនមើលម្ដងទៀតអីអញ្ចឹងទៅបន្ទាប់មកយើងចុចកន្លែង file ហ្នឹងមកពុកម៉ែបងប្អូនឲ្យយើងទៅ download មើល file ដែលយើង download មកមិនអញ្ចឹងណាយើងមើលឈ្មោះវាត្រូវវាអញ្ចឹងយើងចុចមកហើយបន្ទាប់មកវាចេញមកហើយបន្ទាប់មកយើងចុច connect វាមកហ្នឹងហើយរងចាំវាបន្តិចទៅវានឹងដើរយើងប្រើប្រាស់អញ្ចឹងទៅពុកម៉ែបងប្អូនហើយឥឡូវវាដើរនេះបាទវាចេញមកហើយនៅពេលវាដើរអញ្ចឹងយើងអាចទៅឆែក IP វានៅលើ website ណាក៏បានដែរសារឥឡូវខ្ញុំអត់ដឹងថា website ណាដែលឆែក IP បានអញ្ចឹងពីច្រើនខ្ញុំចែកនៅលើ Proton អញ្ចឹងណាតែឥឡូវចូលទៅក្នុង website Proton ទៅវាមើលអីអត់ឃើញទេអញ្ចឹងអត់ដឹងថាវានៅ website ណាអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនដែរគាត់ដឹងចាំជួយនេះឲ្យខ្ញុំផងព្រោះខ្ញុំភ្លេចកន្លែងចូលមើលទៅលើ IP របស់ VPN អីអញ្ចឹងណាឥឡូវយើងធ្វើការឆែកម្ដងទៀតហើយខ្ញុំធ្វើការឆែកវាអញ្ចឹងទៅហើយខ្ញុំរកមើល IP វាអត់ឃើញទេហើយខ្ញុំតបមកខ្ញុំធ្វើការបដូរទៅកម្មវិធីមួយទៀតអញ្ចឹងណាទៅអាកម្មវិធីមួយទៀតដែលខ្ញុំធ្លាប់ឆែកវាអញ្ចឹងទៅប៉ុន្តែអ៊ីនធឺណិតអានេះខ្ញុំ share ចេញពីទូរស័ព្ទខ្ញុំវាអញ្ចឹងទៅវា slow អញ្ចឹងណាពុកម៉ែបងប្អូនវា slow Wi-Fi អញ្ចឹងទៅហើយខ្ញុំទៅឆែកមកអាកម្មវិធីឈ្មោះមួយទៀតហ្នឹងវាឈ្មោះស្អីទេនៅក្នុងហ្នឹងខ្ញុំធ្លាប់ឆែកដែរអញ្ចឹងណាពុកម៉ែបងប្អូនពុកម៉ែបងប្អូនអាចមើលតាមហ្នឹងទៅហើយឥឡូវហ្នឹងវាពិបាកដោយសារខាងខ្ញុំវាសូពេលអញ្ចឹងទៅវាពិបាកមិនតែខ្ញុំមិនប្រើ Wi-Fi ទេកាលមុនខ្ញុំប្រើ Wi-Fi តែឥឡូវខ្ញុំជប់ប្រើហើយដោយសារខ្ញុំមិនត្រូវការធ្វើវាទេឥឡូវខ្ញុំធ្វើទៅលើទូរស័ព្ទអញ្ចឹងណាផ្សេងអញ្ចឹងទៅតែទីទៀតបាទខ្ញុំចាប់ផ្ដើមធ្វើច្រើនខ្ញុំនឹងចាប់ផ្ដើមធ្វើលើទូរស័ព្ទវិញហើយធ្វើលើកុំព្យូទ័រវិញអញ្ចឹងណាពុកម៉ែបងប្អូនពីច្រើនខ្ញុំឆែកលើអានេះតែឥឡូវហ្នឹងវាមានអារម្មណ៍ថាវា slow អញ្ចឹងទៅយើងអត់បានឆែកវាទេអញ្ចឹងយើងធ្វើការចុចចាំរងចាំវាបន្តិចទៅពុកម៉ែបងប្អូនឥឡូវហ្នឹងវាកំពុងតែវិលហើយវិលខ្ញាល់តែម្ដងបាទបន្តមកវាចេញ IP វាអញ្ចឹងណាពុកម៉ែបងប្អូនហើយដោយសារវា slow ពេលអញ្ចឹងទៅវាមើលអីអត់ឃើញទេពេលច្រើនខ្ញុំមើលនេះម្ដុំហ្នឹងដល់ពេលហើយឥឡូវវាលោតឲ្យទេពេលអញ្ចឹងទៅរៀងពិបាកដែរអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងវីដេអូយើងបង្កើតយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតអញ្ចឹងណា